សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនមានកិត្តិយសសូមជម្រាបជូនជនរួមជាតិនិងសាធារណជនជាតិអន្តរជាតិទាំងអស់ឲ្យបានជ្រាបថាកន្លងមកគណៈកម្មការ JBC ភាគីកម្ពុជាបានបញ្ជូនកំណត់ទូតជាច្រើនលើកទៅគណៈកម្មការ JBC ភាគីថៃដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជាថៃនិងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្ដែងប៉ុន្តែភាគីថៃបានឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ក្រោមហេតុផលដូចជាបំពេញនីតិវិធីផ្ទៃក្នុងរងចាំការបោះឆ្នោតថ្នាក់ជាតិរងចាំការតែងតាំងនាយករដ្ឋមន្ត្រីថ្មីរងចាំការបោះឆ្នោតជ្រើសតាំងគណៈរដ្ឋមន្ត្រីថ្មីនិងរងចាំការអនុម័តដោយគណៈរដ្ឋមន្ត្រីថៃលើការតែងតាំងប្រធាននិងសមាជិកភាពថ្មីនៃគណៈកម្មការ JBC ភាគីថៃរហូតមកដល់ពេលនេះបើទោះបីជានាយករដ្ឋមន្ត្រីថៃថ្មីត្រូវបានតែងតាំងហើយគណៈរដ្ឋមន្ត្រីថៃថ្មីត្រូវបានបង្កើតឡើងនិងបានដំណើរការកិច្ចប្រជុំជាច្រើនលើកមកហើយក៏ដោយក៏រដ្ឋាភិបាលថៃនៅតែពុំទាន់តែងតាំងប្រធាននិងសមាជិកភាពថ្មីនៃគណៈកម្មការ JBC របស់ខ្លួនជាផ្លូវការនៅឡើយការអូសបន្លាយពេលវេលានៃការតែងតាំងប្រធាននិងសមាជិកភាព JBC ថ្មីនិងការមិនចាត់បញ្ជូនក្រុមវាស់វែងចម្រុះដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្ដែងគឺផ្ទុយនឹងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជាថៃចុះថ្ងៃទី22ខែតុលាឆ្នាំ2025និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ជាពិសេសកថាខណ្ឌទី3និងកថាខណ្ឌទី4ដែលផ្ដល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគីទាំងពីរក្នុងការបន្តចុះវាស់វែងនិងខណ្ឌសីមាលើដីជាក់ស្ដែងឲ្យបានឆាប់បំផុតព្រមទាំងអនុញ្ញាតឲ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំងប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរប៉ុន្តែលើដីជាក់ស្ដែងភាគីថៃបាននឹងកំពុងបន្តកាន់កាប់ទឹកដីកម្ពុជានិងធ្វើសកម្មភាពដោយខុសច្បាប់ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្ដែងបើទោះបីជាភាគីកម្ពុជាបានតវ៉ាជាច្រើនលើកតាមផ្លូវការទូតយ៉ាងណាក៏ដោយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមគូសបញ្ជាក់ថាផ្អែកតាមនីតិវិធីនិងបែបបទការងារដែលបានឯកភាពគ្នានាពេលកន្លងមកនិងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជាថៃចុះថ្ងៃទី22ខែតុលាឆ្នាំ2025ភាគីថៃគប្បីចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះចុះលើដីជាក់ស្ដែងដើម្បីបន្តការងារវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននិងការងារដែលនៅសេសសល់ព្រមទាំងសហការរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសគឺអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែននិងក្រុមប្រតិបត្តិការ OG ដោយដែលភាគីទាំងពីរធ្លាប់បានអនុវត្តកន្លងមកតាំងពីឆ្នាំ2013-2025និងស្របតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃអនុទីន ឆាន់វីរៈកុលកាលពីថ្ងៃទី5ខែមករាឆ្នាំ2026ដោយមានចុះផ្សាយក្នុងសារព័ត៌មាន The Nation Thailand ថាក្រុមការងារកម្រិតបច្ចេកទេសនៅបន្តអនុវត្តការងាររបស់ខ្លួនដដែលក្នុងន័យនេះគណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើជាថ្មីម្ដងទៀតនៅកំណត់ទូតចុះថ្ងៃទី15ខែមិថុនាឆ្នាំ2026ស្នើឲ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្ដែងឲ្យបានឆាប់បំផុត
ឆ្លៀតក្នុងឱកាសនេះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមបញ្ជាក់ជូនសារជាថ្មីដល់ជនរួមជាតិនិងសាធារណជនជាតិអន្តរជាតិទាំងអស់ឲ្យបានជ្រាបថាគណៈកម្មការ JBC ភាគីកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃនិងសកម្មភាពបន្តរំលោភបំពានលើបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជាព្រមទាំងការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្ដែងគណៈកម្មការ JBC ភាគីកម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងទាំងពេលកន្លងមកទាំងពេលបច្ចុប្បន្ននិងអនាគតសេចក្តីដូចបានជម្រាបនិងបញ្ជាក់ជូនខាងលើសូមជនរួមជាតិនិងសាធារណជនទាំងអស់ជ្រាបជាព័ត៌មានថ្ងៃអង្គារ2កើតខែបឋមសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី16ខែមិថុនាឆ្នាំ2026